បង្ក្រាបទីតាំងឆបបោកតាមប្រព័ន្ធវិច័យវិទ្យានៅខេត្តបៃលិនឃាត់ជនបរទេសចំនួន17នាក់ខេត្តបៃលិនគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបៃលិនដឹកនាំកម្លាំងចម្រុះបង្ក្រាបទីតាំងមួយកន្លែងសង្ស័យប្រព្រឹត្តបទល្មើសឆបបោកតាមប្រព័ន្ធវិច័យវិទ្យា online scam ស្ថិតនៅក្នុងភូមិសាស្ត្រឆ្ងាយពីទីប្រជុំជនក្នុងឃុំស្ទឹងកាច់ស្តុកសាលាក្រៅខេត្តបៃលិនព្រមទាំងបានឃាត់ខ្លួនជនបរទេសចំនួន17នាក់ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅថ្ងៃទី27ខែមីនាឆ្នាំ2026ក្រុមការដឹកនាំផ្ទាល់ពីសំណាក់លោកជំទាវអភិបាលនៃគណៈអភិបាលខេត្តបៃលិននិងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រមទាំងមានការចូលរួមសម្របសម្រួលនីតិវិធីព្រះរាជអាជ្ញានៃអัยការអមសាលាដំបងខេត្តបៃលិនការចូលបង្ក្រាបករណីនេះធ្វើឡើងដោយសារក្រុមជនសង្ស័យបានលួចលាក់រក្សាទុកឧបករណ៍បម្រើឲ្យអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online scam និងការស្នាក់នៅខុសច្បាប់ដែលផ្ទុយទៅនឹងអនុក្រឹត្យលេខ03ស្តីពីការគ្រប់គ្រងសន្តិសុខសុវត្ថិភាពតាមទីតាំងរស់នៅប្រមូលផ្ដុំដោយបច្ចុប្បន្នអាជ្ញាធរបានសម្រេចបិទឃ្លុំទីតាំងនេះជាបណ្ដោះអាសន្នចំណែកមនុស្សទាំង17នាក់រួមទាំងវត្ថុតាងទាំងអស់ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តដើម្បីបន្តការសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការតាមនីតិវិធីច្បាប់បើតាមការបញ្ជាក់របស់លេខាធិការដ្ឋានគណៈបញ្ជាការចំពោះកិច្ចប្រយុទ្ធប្រឆាំងឆបបោកតាមប្រព័ន្ធវិច័យវិទ្យាក៏បឆបបបានឲ្យដឹងថាយុទ្ធនាការបោះសម្អាត online scam គិតចាប់តាំងពីឆ្នាំ2025រហូតដល់សប្តាហ៍ទី2ខែមីនាឆ្នាំ2026នេះសមាជិកនិងអាជ្ញាធររាជធានីខេត្តបានបង្ក្រាបនិងបិទគប់ទីតាំងសរុបចំនួន236កន្លែងក្នុងនោះមានទីតាំងកាស៊ីណូ91កន្លែងនិងប្រភេទបុរីវីឡាខុនដូលំនៅឋានចំនួន145កន្លែងហើយបើយោងតាមរបាយការណ៍របស់ក្រសួងយុទ្ធភ័ពក្នុងរយៈពេល8ខែចុងក្រោយនេះតុលាការកម្ពុជាបានអនុវត្តនីតិវិធីច្បាប់លើសំណុំរឿងពាក់ព័ន្ធនឹងឆបបោកអនឡាញសម្រាប់ចំនួន79សំណុំរឿងដោយផ្ដន្ទាទោសមេខ្លោងនិងបពពួកចំនួន697នាក់មានច្រើនសញ្ជាតិរួមទាំងសំណុំរឿងធំដូចជាជេនស៊ីនិងលីងគង់ជាដើមអត្ថបទពីកោះសន្តិភាព